បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីការដាំប្រភេទសាឡាត់មួយយ៉ាងគេហៅថាសាឡាត់ Kale គឺជាប្រភេទសាឡាត់ដែលពេញនិយមនៅបរទេសជាពិសេសខាងប៉ែកអឺរ៉ុបពួកប្រភេទសាឡាត់មួយនេះគឺវាមានរសជាតិឆ្ងាញ់ក៏ដូចជាមានអត្ថប្រយោជន៍ដល់សុខភាពដែរហើយវាជាប្រភេទសាឡាត់ដែលមានស្លឹកពណ៌បៃតងចាស់ហើយវាអាចយកមកធ្វើជាប្រភេទសាឡាត់យើងញ៉ាំស្រស់ឬមួយក៏យើងអាចស្រស់ទឹកញ៉ាំជាមួយប្រភេទសាច់ដូចជាសាច់ទ្រូងមាន់អាំងឬមួយក៏ចៀនអញ្ចឹងណាបងប្អូនបាទហើយក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពីការដាំនៅក្នុងផើងនៅក្នុងថូជ័រយើងហ្នឹងបាទហើយបងប្អូនអាចឃើញបាននេះគឺជាដំណាំដែលខ្ញុំបានដាំនៅក្នុងផើងជ័រហ្នឹងបាទយើងមានប្រភេទដូចជាសាឡាត់យើងមានប្រភេទ Kale ដែលមានស្លឹករួញបាទយើងហៅថា Kale ស្លឹករួញបាទហើយបងប្អូនអាចឃើញបានបាទហើយបងប្អូនអាចឃើញបានខ្ញុំបានដាក់ដាំនៅក្នុងផើងជ័រដែលយើងមានដូចជាប្រភេទបាទ Kale ដែរក៏ប៉ុន្តែ Kale មួយប្រភេទទៀតដែលមានស្លឹកវារួញបាទហើយខ្ញុំបង្ហាញរូបនេះគឺជា Kale ស្លឹកត្រង់ក៏ដូចជាដើម Kale ស្លឹករួញបាទហើយចាំមើលខ្ញុំចាប់ផ្ដើមបង្ហាញអំពីការផ្សំសារធាតុផ្សំគឺនៅខាងក្រោមគឺខ្ញុំផ្សំពីបាទកន្តិកទីកាត់សំណល់ក្នុងផ្ទះបាយបងប្អូនយើងអាចប្រើជាប្រភេទបាទពងមាន់សបកពងមាន់សបកពងទាដែលយើងចោលហ្នឹងបាទយើងទុកវាពុកផុយទៅឬមួយក៏យើងអាចកិនច្បាច់វាបុកវាឲ្យម៉ត់ទៅបន្តមកទៀតយើងទ្រាំជាមួយនឹងប្រភេទជីកប៉ុស្បាទហើយជីកប៉ុស្នេះបងប្អូនអាចរៀនផលិតវាខ្លួនឯងឬមួយក៏បើយើងអាចមានលទ្ធភាពយើងអាចទិញគេបាទទិញគេដូចខ្ញុំអញ្ចឹងខ្ញុំទិញតិចតួចមកផ្សំជាមួយនឹងកាកសំណល់ដែលខ្ញុំមានហ្នឹងបាទយើងអាចទ្របនៅខាងក្រោមទ្របបាននៅខាងក្រោមថូជ័រយើងហ្នឹងទៅបាទយើងដាក់មកយើងលេងមកសំល្មមដែលយើងអាចដាក់កូនដំណាំយើងនឹងបានអញ្ចឹងណាបងប្អូនបាទហើយបាទបន្តមកទៀតយើងអាចបាទថ្នមអាចយើងយកកូនដំណាំផងយើងហ្នឹងបាទយើងយកមកដាក់តម្រៀបនៅក្នុងពីលើដីដែលយើងបានទ្រាំបានហ្នឹងមកបាទហើយយើងសុំថ្នមតិចដោយសារបាទយើងខ្លាចបែកដីទៅវាអាចធ្វើឲ្យកូនឈើយើងហ្នឹងកូនដំណាំយើងហ្នឹងវាអន់បាទហើយបន្តមកទៀតខ្ញុំនៅក្នុងផើងជ័រនេះគឺខ្ញុំដាំ2ពូជចូលគ្នាតែម្ដងគឺប្រភេទ Kale ស្លឹកត្រង់ហើយនិង Kale ស្លឹករួញបាទហើយយើងចង់ចាំមើលយើងតាមដានតើការលូតលាស់វាយ៉ាងម៉េចដែរអញ្ចឹងណាបងប្អូនហើយនេះគឺជាផើងជ័រផ្សេងៗដែលខ្ញុំបានដាំបាទហើយខ្ញុំបានតុបតែងកាត់ធាងវាធាងណាដែលយើងមិនសូវជាល្អដែលបាក់អីហ្នឹងយើងកាត់វាចោលទៅដើម្បីទី1គឺយើងឲ្យវាល្អហើយកុំឲ្យដើមមែកដែលងាប់ហ្នឹងវាស៊ីជីបាទហើយយើងចាប់ផ្ដើមបន្ថែមជីទៅក្នុងកូនដំណាំយើងទៅក្នុងផើងជ័រយើងនឹងបន្ថែមទៀតទៅបាទយើងដាក់មកស្មើបាទដីកំណើតដីនៅក្នុងថង់កូនដំណាំយើងហ្នឹងបាទកូនបន្លែយើងហ្នឹងបាទយើងដាក់ទៅហើយបាទយើងដាក់មកសំល្មមទៅបាទកុំឲ្យច្រើនពេកពួកអីនៅពេលដែលកូនដំណាំយើងលូតលាស់បានរយៈពេលមួយទៅគឺយើងអាចថែមជីឬមួយក៏ថែមដីចូលទៅក្នុងផើងនឹងម្ដងបន្តិចដើម្បីបាទជួយឲ្យការលូតលាស់វាកាន់តែល្អអញ្ចឹងណាបងប្អូនបាទហ្នឹងហើយនេះគឺជាសកម្មភាពដែលយើងបាទយើងទប់បាទយើងទប់សឹកត់កន្លែងបាទគល់កូនបន្លែយ៉ាងហ្នឹងបាទដើម្បីឲ្យវារឹងមាំហើយនៅពេលដែលយើងស្រោចទឹកទៅគឺវាបាទអត់ជាំទឹកអត់រលំអញ្ចឹងណាបងប្អូនហើយបើកាន់តែល្អនោះគឺយើងអាចប្រើជាប្រភេទអាស័យយើងដោតទៅបាទយើងចងវា
ដើម្បីកុំឲ្យវាខ្យល់បក់មកវាលំអញ្ចឹងណាហើយបន្តមកទៀតក្នុងរយៈពេលប្រហែលជាមួយសប្តាហ៍ទៅ2សប្តាហ៍គឺវាចាប់ឫសល្អហើយនៅពេលដែលវាចាប់ឫសល្អហើយយើងអាចដកចេញបានបាទហើយបងប្អូនអាចទស្សនាបាននេះគឺជាសកម្មភាពដែលខ្ញុំបាទដាំដំណាំនៅបាទផ្ទះជាការកំសាន្តផងហើយក៏ដូចជាការទទួលបានបាទដំណាំធម្មជាតិយើងញ៉ាំខ្លួនឯងអញ្ចឹងណាបងប្អូនបាទបងប្អូនអាចឃើញបាននេះគឺជាប្រភេទ kale ស្លឹករួញបាទដែលខ្ញុំបានដាំមុនហ្នឹងបាទហើយនេះគឺជា kale ស្លឹកត្រង់បន្តមកទៀតខ្ញុំមានបានដាំកូនបន្លែផ្សេងទៀតបាទនៅក្នុងផើងជ័រហ្នឹងបាទហើយយើងធ្វើការថែទាំថែមជីជាបន្តយ៉ាងណាបងប្អូនបាទហើយយើងមានដូចជានៅក្នុងកង់ឡាននេះគឺខ្ញុំដាំមានលាយជាប្រភេទ kale ក៏ដូចជាសាឡាត់ស្រួយបាទហើយយើងមានដើមមួយចំនួនដែលយើងដាំបានយូរហ្នឹងគឺយើងបានប្រមូលផលយើងកាត់ធាងវាយកទៅបាទញ៉ាំបានខ្លះហើយបាទហើយនេះគឺជាកូន strawberry បាទទៅចាប់ដើមទេចាំមើលនៅពេលដែលបាទវាចេញផ្លែចេញផ្កាមានចេញផ្កាខ្លះហើយចាំមើលនៅពេលដែលចេញផ្លែនឹងថតជូនបងប្អូនទស្សនាបន្តទៀតចឹងណាបាទអញ្ចឹងបងប្អូនកុំភ្លេចជួយបាទចុច like ក៏ដូចជា subscribe channel ខ្ញុំផងបាទដើម្បីទទួលបានបាទវីដេអូផ្សេងទៀតពីការបាទអនុវត្តការដាំដំណាំក៏ដូចជាការដាំបន្លែបាទនៅជុំវិញផ្ទះបាទ